bạn đấy giờ nhưng trong cho chùm nái chẳng nhưng cho là expand đấy hay nhưng cho là nhiều này máu hay nhưng chơi vô bê là nó nhưng pra lôi sắp rồi còn tình đi kia chẳng á bây giờ pra lôi sắp nhưng kheo thành và lôi tình đi kia in bang chẳng tiền vô lôi sắp toàn thế là nhưng chơi vô vendor chơi vô vendor nhưng thì họ chơi vô này hồ mùi và hay cái nó đấy យើងជ្រើសយកប្រភេទចំណាយបាទយើងក្នុងនេះបើវាអត់មានទេយើងអាចបង្កើតបាទពីហៅថាឥឡូវយើងចំណាយលើសាំងអញ្ចឹងយើងយកសាំងមកហើយយើងដាក់ទឹកលុយយ៉ាងណា$5ប៉ុន្តែបើករណីដែលអត់មានក្នុងនេះយើងចុចសញ្ញាលេខបូកយើងចុច new ហើយប្រភេទចំណាយកន្លែងនេះយើងប្រើលេខកូដលេខ7ពីហោដាក់ចិត្តមួយខ្សែកត់អញ្ចឹងចំណាយលើគេហៅថាលើសម្រាប់បាននេះយើងជ្រើសយក equity ហើយខាងក្រោមបានយើងយក expand នឹងតែប៉ុណ្្នឹងមកហើយយើងคลิกមកក្រោមមួយឲ្យវា refresh ហើយ save វាហើយយើងបិទវាអញ្ចឹងយើងរើសបានប្រភេទចំណាយបាទយកនេះចំណាយបានអស់ថា$6ហ្នឹងក្នុងនេះយើងអាចរៀបរាប់បានថែមទៀត description នេះណាបាទអូខេអញ្ចឹងថ្ងៃទីយើងដូរមកបើសិនជាការបញ្ចូលរបស់យើងអត់បញ្ចូលភ្លាមណាអញ្ចឹងយើងអាចដូរខ្លះដូរថ្ងៃទីបានហ្នឹងហើយយើងអាចខ្លះដូរថ្ងៃទីបានហើយកន្លែងនេះទីតាំងlocal នេះយើងដាក់ទីតាំងយើងពីហៅការចំណាយរបស់យើងហ្នឹងសម្រាប់ទីតាំងណាដែលយើងត្រូវចំណាយពីហៅនៅគេ office នេះចា៎បាទនេះសំខាន់គេគឺកន្លែង location នេះបន្តទៀតយើង save បាទហើយយើងអាចមើលបាយការហ្នឹងក្នុងនេះយើងអាចមើលប្រចាំថ្ងៃប្រចាំខែក្នុងនេះបានដែរអូខេមកនេះបាទបណ្ដានេះវារត់ចូលនៅក្នុងបញ្ជីរបស់យើងទៅតាម allocation នេះបាទគេហៅថាlocation របស់យើង office នេះបាទបណ្ដានេះយើងដូរថ្ងៃទីសិនមិញខ្ញុំដាក់ថ្ងៃ29អូខេថ្ងៃ29 office បាទវារត់មកឡើងហ្នឹងបាទហ្នឹងអញ្ចឹងអាហ្នឹងយើងមានប៉ុណ្ណឹងអ្វីដែលសំខាន់ជាងគេនៅពេលបញ្ចូលគឺកន្លែង location នេះហ្នឹងកន្លែង location នោះរឿងសំខាន់ជាងគេបាទហើយករណីដែលយើងចង់កែប្រែវាអីយើងចូលឡើង file edit នេះករណីដែលយើងចង់កែលំដាយកែទឹកលុយអីចឹងណាបាទហើយក្នុងនេះបើសិនជាយើងចង់លុបក៏បានយើងចុចកន្លែង remove ចុច remove នេះបាទចុច remove ទៅវាលុបចេញផ្លេចមួយទៀតឥឡូវខ្ញុំផ្លេច new មួយឧទាហរណ៍ថា cash on hand យើងចំណាយទៅលើ vendor ឈ្មោះអីឧទាហរណ៍ផុនហើយសេវាអីគេបាទ
ទី3អញ្ចឹងណាតែនេះបើយើងចង់លុបនេះយើងគ្រាន់តែ click លើនេះកន្លែង select នេះយើង delete ធម្មតាមកករណីយើងយកលើសយើង select កន្លែង highlight កន្លែង delete ចឹងមកយើងលុបបានមួយទៀតខ្ញុំ click ប្រាប់កន្លែងនេះយើងដាក់លេខលេខកាយបាត់លេខបានកាយបាត់លេខបានហើយសំខាន់នេះគេគឺទីតាំងទីតាំងដែលយើងត្រូវចំណាយហ្នឹងទីតាំងនៅណាបាទប៉ុណ្ណឹងយើង save ទៅយើងទៅចែកមើលបាននេះមកខ្ញុំដាក់ office នេះបាទតើនេះយើងចង់លុបស្រួលហើយយើងគ្រាន់តែចូល file edit មកចុច remove yes remove yes remove yes មកពេលយើងទៅមើលក្នុងរបស់យើងនេះវាលែងមានទៀតហើយក្នុងនេះណាបាទពេលអញ្ចឹងតែចាំអនុវត្តតាមហ្នឹងមក